អ្នកបានដឹងអាចកំបាំងហើយលក់ជំនាញប៉ុន្តែឥឡូវនេះមកដល់ផ្នែកពិបាករកអតិថិជនដំបូងមនុស្សភាគច្រើនឈប់ត្រង់ចំណុចនេះមិនមែនដោយសារពួកគេគ្មានទេពកោសល្យទេប៉ុន្តែព្រោះគ្មាននរណាបង្រៀនពួកគេពីជំហាននីមួយៗវីដេអូនេះផ្ដល់ឲ្យអ្នកនៅផែនការ30ថ្ងៃច្បាស់លាស់ពី0រហូតដល់អតិថិជនដំបូងដែលចំណាយលុយធ្វើតាមវាហើយក្នុងរយៈពេល1ខែជីវិតអ្នកនឹងផ្លាស់ប្ដូរសូមទស្សនារហូតដល់ចប់ថ្ងៃទី1ដល់ទី5កសាងផុសតាំងអ្នកមិនអាចសុំលុយដោយគ្មានផុសតាំងទេយកជំនាញរបស់អ្នកហើយបង្កើតគំរូពិត3បើអ្នកកាត់តវីដេអូចូលកាត់តវីដេអូ3បើអ្នករចនាចូលធ្វើ poster 3បើអ្នកសរសេរចូលសរសេរអត្ថបទ3បង្ហោះវាជាសាធារណៈនេះជា portfolio របស់អ្នកហើយវាល្អជាងវិញ្ញាបនបត្រណាមួយទៅទៀតក្នុងរយៈពេល5ថ្ងៃអ្នកលែងជាអ្នកចាប់ផ្ដើមថ្មីទៀតហើយអ្នកជាមនុស្សដែលមានផុសតាំងថ្ងៃទី6ដល់ទី10ស្វែងរកអតិថិជនរបស់អ្នកអតិថិជនរបស់អ្នកនៅលើអ៊ីនធឺណិតរួចហើយបើអ្នកកាត់តវីដេអូពួកគេជាម្ចាស់អាជីវកម្មដែលបង្ហោះនៅលើ Facebook និង TikTok បើអ្នករចនាពួកគេជាម្ចាស់ហាងដែលត្រូវការ logo ស្វែងរកពួកគេចូលក្រុមក្នុងស្រុកមើលអ្នកណាកំពុងសុំជំនួយសរសេរឈ្មោះ20នាក់កុំលក់នៅឡើយគ្រាន់តែសង្កេតហើយរៀនពីអ្វីដែលពួកគេត្រូវការថ្ងៃទី11ដល់ទី15កសាងការផ្ដល់ជូនរបស់អ្នកសេវាកម្មមួយតម្លៃច្បាស់លាស់មួយគុំនិយាយថាខ្ញុំធ្វើបានគ្រប់យ៉ាងចូលនិយាយថាខ្ញុំកាត់តវីដេអូរបស់អ្នកក្នុងតម្លៃ$15ក្នុងមួយវីដេអូការផ្ដល់ជូនជាក់លាក់តែងតែឈ្នះធ្វើឲ្យងាយស្រួលក្នុងការយល់ព្រមតម្លៃតូចការដឹកជញ្ជូនលឿនលទ្ធផលច្បាស់លាស់សរសេរការផ្ដល់ជូនដូចជាសារដែលអ្នកផ្ញើទៅមិត្តភ័ក្តិពាក្យសាមញ្ញគ្មានពាក្យចចាមអារាមថ្ងៃទី16ដល់ទី25ចូលសួរផ្ញើការផ្ដល់ជូនរបស់អ្នកទៅកាន់ឈ្មោះ20នោះម្ដងមួយសារផ្ទាល់ខ្លួនមិនមែនការផ្ញើចម្លងច្រើនទេបើពួកគេបដិសេធចូលសួរពីមូលហេតុបើពួកគេយល់ព្រមចូលប្រគល់ការងារឲ្យលឿនហើយលើសពីការរំពឹងទុកអាចកំបាំងនៃសប្តាហ៍នេះការតាមដានការលក់ភាគច្រើនកើតឡើងនៅលើសារទី3កុំបាត់ខ្លួនបន្ទាប់ពីលើពាក្យទេតែមួយដងថ្ងៃទី26ដល់ទី30អតិថិជនដំបូងរបស់អ្នកសូមអបអរសាទរឥឡូវនេះអ្នកជាអ្នកធ្វើការឯករាជ្យដែលមានផុសតាំងចូលសុំការវិតម្លៃចូលសុំការណែនាំតើអ្នកស្គាល់នរណាម្នាក់ដែលត្រូវការសេវាកម្មនេះដែរទេអតិថិជនរីករាយម្នាក់ខ្លាយជា10នាក់10នាក់ខ្លាយជាអាជីពមួយនេះជាប្រសិទ្ធភាពកើនឡើងអាចកំបាំងដូចគ្នាពីវីដេអូមុនឥឡូវកំពុងអនុវត្តជាក់ស្ដែងចាប់ដើមយប់នេះសរសេរគំរូទាំង3របស់អ្នកអតិថិជនដំបូងរបស់អ្នកកំពុងរងចាំជីវិតខ្លីណាស់ស្រួលតែមិនយូរទេ